ចឹងថាតើមានជំងឺណាខ្លះដែលបង្កឲ្យមាន sepsis ឬក៏ទៅคล้ายទៅជា septic shock នឹងអឺជាងគេនៅក្នុងចំណោមជំងឺទាំងអស់ដែលយើងធ្លាប់ជួបអញ្ចឹងនៅក្នុងនេះ comment សោះប្រភពបករោគដែលងាយទៅរក sepsis និង septic shock នេះគឺទីមួយហៅថា pneumonia pneumonia នេះគឺជំងឺរលាកសួតបាទអញ្ចឹងបើសិនជាកាលណាអ្នកជំងឺម្នាក់ចូលមកជំងឺរលាកសួតហើយយើងអត់បានធ្វើការគ្រប់គ្រងថែទាំឲ្យបានល្អទេជំងឺរលាកសួតអាចបណ្ដាលឲ្យមាន sepsis ហើយក៏អាចបណ្ដាលឲ្យទៅជា septic shock ដែលអាចធ្វើឲ្យគ្រោះថ្នាក់ដល់ជីវិតដែរបាទអញ្ចឹង pneumonia ទី2គេហៅថា urinary tract infection បាទការបង្ករោគនៅផ្លូវបង្ហូរនោមបាទជំងឺការបង្ករោគនៅផ្លូវបង្ហូរនោមនេះក៏ដូចគ្នាដែរបើសិនជាលោកគ្រូអ្នកគ្រូទាំងអស់มันបានព្យាបាលនិងគ្រប់គ្រងឲ្យបានទាន់ពេលវេលាទេអាហ្នឹងគឺអាចឈានទៅរក sepsis និង septic shock គ្រោះថ្នាក់ដូចគ្នាបាទខ្ញុំចង់បញ្ជាក់លោកគ្រូអ្នកគ្រូទាំងអស់គ្នាបន្តិចពី infection ហ្នឹងបាទការបង្ករោគធម្មតាការបង្ករោគគេហៅថាមាន localized infection ហើយនិង systemic infection បាទអញ្ចឹង localized infection ហ្នឹងគឺការន័យថាការបង្ករោគគឺនៅតែមួយកន្លែងហ្នឹងទេនៅតែមកដុំនឹងទេវាអត់បានរីករាលដាលទៅកន្លែងណាផ្សេងទេឧទាហរណ៍ជំងឺរលាកសួតធម្មតាគឺរលាកនៅតែក្នុងសួតនឹងទេបាទវាអត់បានរាលដាលទៅណាទេជំងឺ urinary tract infection ជំងឺបង្ករោគនៅផ្លូវនោមក៏ដូចគ្នាដែរបើសិនជា localized គឺវាបង្ករោគតែនៅផ្លូវនោមនឹងទេឧទាហរណ៍បើនៅផ្លោកនោមគឺផ្លោកនោមបាទបើនៅ kidney បើនៅតម្រងនោមគឺតម្រងនោមប៉ុន្តែ systemic infection បានន័យថា local infection នឹងយើងគ្រប់គ្រងអត់បានល្អការបង្ករោគនៅមួយកន្លែងនោះអត់បានល្អទេមេរោគច្រើនពេក immune system យើងទប់ទល់អត់បានគេហៅ overactive មិញហ្នឹងវាធ្វើឲ្យមេរោគនឹងអាចជ្រាបចូលទៅតាមប្រព័ន្ធសៃឡំបតិករបស់យើងចូលទៅឈាមដែលអាចបណ្ដាលឲ្យជា systemic infection ដែលយើងច្រើនតែហៅថា sepsis មិញហ្នឹងបាទអញ្ចឹងហើយដែលបានខ្ញុំប្រើពាក្យថាគ្រប់គ្រងឲ្យទាន់ពេលវេលានៅពេលឃើញជំងឺទាំងអស់ហ្នឹងដើម្បីកុំឲ្យឈានទៅរកsepsis ណាអញ្ចឹងបន្ទាប់មកទៀត abdominal infection អញ្ចឹងក៏ដូចគ្នាដែរ abdominal infection គឺការបង្ករោគនៅពោះបាទការបង្ករោគនៅពោះបើយើងព្យាបាលអត់បានត្រឹមត្រូវគឺគ្រប់គ្រងអត់ទាន់ពេលវេលាគឺអាចបណ្ដាលឲ្យ sepsis ដែរ skin and soft tissue infection ការបង្ករោគនៅតាមស្បែកក៏ដូចគ្នាដែរបាទការបង្ករោគនៅតាមស្បែកបើសិនជាយើងគ្រប់គ្រងនិងព្យាបាលអត់បានត្រឹមត្រូវក៏ឈានទៅរក sepsis ដែរ catheter device infection បាទអញ្ចឹងមួយទៀតហ្នឹងគឺអ្នកជំងឺដែលឆ្លងរោគតាមរយៈការដាក់សុង catheter ណាដាក់សុងទឹកនោមអញ្ចឹងកាលណាការដាក់សុងទឹកនោមនៅក្នុងមន្ទីរពេទ្យយើងអត់បានគ្រប់គ្រងបានល្អក៏អាចបណ្ដាលឲ្យមានការឆ្លងរោគហើយបើកាលណាមានការឆ្លងរោគតាមសុងទឹកនោមយើងគ្រប់គ្រងអត់បានត្រឹមត្រូវក៏អាចឲ្យទៅជា sepsis ហើយនឹងឈានទៅរក septic shock បានដូចគ្នាបាទអញ្ចឹងនេះគឺជាប្រភពបង្កជំងឺឬក៏ជំងឺមួយចំនួនដែលច្រើនតែធ្វើឲ្យមាន sepsis ហើយឈានទៅរក septic shock បាទបាទអញ្ចឹងតទៅទៀតថាតើមេរោគណាខ្លះដែលឧស្សាហ៍គេឃើញញឹកញាប់ជាងគេបាទចឹងតាមការសិក្សាស្រាវជ្រាវនេះគឺជាឯកសារបែបវិទ្យាសាស្ត្រដែលខ្ញុំបានដកស្រង់ចេញពីការសិក្សាស្រាវជ្រាវជាច្រើនបូករួមនឹងរបស់អង្គការសុខភាពពិភពលោកផងដែរគឺយើងបានយកមកផ្ដុំគ្នាយើងរកឃើញថាភាគច្រើនអឺបង្កដោយពពួកក្រាម positive ហើយបើក្រាម positive នោះភាគច្រើនគឺជាពពួក Staph aureus បាទពួក Staphylococcus aureus បាទជាប្រភេទបាក់តេរីក្រាម positive Staph Staphylococcus aureus ឬក៏យើងហៅថា Staph aureus មួយទៀតគឺពពួក Strep pneumoniae បាទពួក Streptococcus pneumoniae ក៏គេឃើញច្រើនដែរនេះសម្រាប់ពពួកក្រាម positive សម្រាប់ក្រាម negative គឺយើងរកឃើញច្រើនពីភាគច្រើនគឺពពួក Klebsiella pneumoniae បាទអញ្ចឹងនេះ Klebsiella pneumoniae ហើយនឹង E. coli ហើយនឹង Pseudomonas បាទ
ចឹងភាគច្រើនពួក gram negative ភាគច្រើនគឺកើតឡើងដោយសារការបង្ករោគនៅក្នុងមន្ទីរពេទ្យបាទឧទាហរណ៍អ្នកជំងឺគាត់ដាក់សុងទឹកនោមអីចឹងទៅអញ្ចឹងគឺភាគច្រើនអាច Klebsiella ឬក៏ E. coli ច្រើននៅក្នុងទីពេទ្យ Pseudomonas ផងដែរហើយការសិក្សាចុងក្រោយភាគច្រើនដែលយើងបានរកឃើញភាគច្រើនគឺ Klebsiella កំពុងឈានមុខគេបាទនៅក្នុងgram negative ដែលឈានទៅរក sepsis ហើយនឹងទៅ septic shock ហ្នឹង